បាទសូមគោរពបងប្អូនទាំងគ្នានឹងខ្ញុំតបខមមិនបងប្រុសម្នាក់ដែលគាត់ប្រឹងឲ្យខ្ញុំនឹងជួយធ្វើវីដេអូភ្ជាប់ remote ជាមួយ computer ណាជាមួយ PC ណាពី driver X P2 ជាមួយនឹងPC ជាមួយ computer ហ្នឹងហើយតបជូនគាត់ឲ្យគាត់ជួយគាត់ឲ្យជួយប្រាប់គាត់ហ្នឹងហើយឥឡូវថ្ងៃនេះយើងធ្វើវីដេអូកាត់ហ្នឹងហើយគឺជំហានដំបូងបងត្រូវមាន processor display នេះម្ដងហ្នឹងហើយមានវាត្រូវតែមានតើមកបងនេះខាងក្រោយនេះមានខ្សែ LAN network បងជើងបងយកខ្សែ LAN network ហ្នឹងដោតចូលក្នុង run LAN ហ្នឹងមកតទៅទៀតមកចេញពីហ្នឹងមកបងត្រូវមកចូល Wi-Fi បងជើងចូលក្នុង router តែដោតចូលឡើង run LAN បងជើងមិន run WAN ឬក៏ internet ទេណាហ្នឹងហើយ run LAN 1 2 3មួយណាក៏បានបងជើងហ្នឹងហើយបងប្អូនជើងមាន Wi-Fi ហ្នឹងមកត្រូវចាំតែឈ្មោះហ្នឹង password ហ្នឹងភ្ជាប់ជាមួយ computer ផងហើយបងប្អូនមាន Wi-Fi ហ្នឹងក៏បានមាន Apple នេះក៏បានមានអាតូចនេះក៏បានដែរមួយណាក៏បានដែរបងប្អូនយើងអាចថាមានតទៅទៀតមកបងប្អូនដោតចូលហើយបងប្អូនបើក Wi-Fi ហ្នឹងមកហើយចូលមក connect ចូលក្នុង PC យើងមកហើយ connect នេះឈ្មោះ Wi-Fi ហ្នឹងណានេះ Wi-Fi ដែលយើង connect បានមកហើយយើងក៏បើក app PA2 ឬក៏ DVX ហ្នឹងមកបងប្អូនយើងចាក់ចូលនេះអូខេមកហើយណាអូខេដោយសារនេះខ្ញុំមាន2ដើមបងយើងពីដើមខ្ញុំ connect ទាំងពីរវាចេញមកទាំងពីរអញ្ចឹងណាតែ PA2 ដែលខ្ញុំត្រូវនេះគឺមួយនេះឯងអូខេបងហើយបងលឿនខ្លីប៉ុណ្្នឹងឯងអញ្ចឹងណាក្នុងវីដេអូនេះធ្វើជូនបងប្រុសហើយបើលោកគ្រូអ្នកគ្រូដែលថាចេះហើយកុំមើលអីហ្នឹងហើយលោកគ្រូបងប្អូនយើងណាតែចេះកុំមើលអីខ្ញុំអត់សូវចេះអីទេខ្ញុំចេះតែប៉ុណ្្នឹងឯងហ្នឹងហើយអរគុណច្រើនបងប្អូនគ្នាមានតែប៉ុណ្្នឹងឯងតែបងប្អូនយើងចង់កណ្ដេចហើយយើងចង់បងប្អូនចង់ធ្វើអីធ្វើតាមបងប្អូនដែលស្រឡាញ់ចង់ធ្វើហ្នឹងទៅហ្នឹងប៉ុណ្្នឹងឯងការធ្វើវីដេអូឬក៏ការនិយាយស្ដីដែលមិនសមរម្យឬក៏និយាយមិនសូវបានល្អបើមិនសូវក្បោះហ្នឹងសូមខន្តីបេតោបងប្អូនទាំងគ្នាផងហ្នឹងហើយមានតែប៉ុណ្្នឹងឯងថ្ងៃនេះគឺខ្ញុំធ្វើតេស្ត P2 ហ្នឹងពីដើមអូខេហ្នឹងឥឡូវសាកតលេងអ្នកគ្នាខ្ញុំសាកដូចជា2ម៉ោង2ម៉ោងជាងបងចឹងចាខ្ញុំសាកនេះអត់មានmixer មានអីទេបងប្អូនចឹងគឺខ្ញុំមានតែPC មួយហើយនិង Bluetooth មួយចាក់ចេញពី Bluetooth ចូល processor ចេញ processor គឺទៅ monitor អូខេអូខេអរគុណច្រើនបងប្អូនវីដេអូមានប៉ុណ្្នឹងហើយកុំភ្លេចជួយ like ជួយ share ផងអរគុណច្រើនបាយបងប្អូនគ្នាខុសត្រូវណាកុំសូមខន្តីអភ័យទោសទាំងអស់ផងអូខេអរគុណច្រើនបាយជម្រាបលាយប់ហើយបាយ